អ្នកទាំងពីរត្រូវចាំថាក្នុងគ្រប់វិបត្តិគឺតែងតែមានឱកាសហើយគ្រប់បញ្ហាក៏តែងតែមានដំណោះស្រាយដូចគ្នាសូមគុំកំរើលយើងជាសមត្ថកិច្ចមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាលោកសុកណារ៉ាលោកត្រូវបានចាប់ខ្លួនពីបទឆបោកប្រាក់តាមប្រព័ន្ធអនឡាញរឿងអន្ទាក់អ្នកមាននៅឯហាងលក់គ្រឿងអលង្ការមួយកន្លែងដែលធ្លាប់តែមានអតិថិជនចិញ្ចូលមិនដាច់សងពេលនេះបានប្រែក្លាយមកជាកន្លែងមួយដែលស្ងាត់ឈឹងសឹងតែមិនមានមនុស្សដើរកាត់ផងដោយសារតែរងផលប៉ះពាល់ពីសង្គ្រាមនៅតាមបណ្ដោយព្រំដែនពិសីដែលជាម្ចាស់ហាងក៏កំពុងអង្គុយពិបាកចិត្តនិយាយមិនអួតទេពីមុនគ្រាន់តែរៀបចំគ្រឿងអលង្ការឲ្យភ្ញៀវសឹងតែរកបាយទឹកមិនឃើញតែឥឡូវនេះអង្គុយតែផ្ទះមូសមួយថ្ងៃសឹងតែគ្មានមនុស្សដើរកាត់មុខហាងទៅហើយឬមួយក៏គេគ្រប់គ្នាជួបការលំបាកដូចតែខ្ញុំដែរនៅឯផ្ទះរបស់ពិសីនាងកំពុងអង្គុយពិភាក្សាជាមួយស្វាមីរបស់នាងដោយទឹកមុខតានតឹងបើស្ថានភាពនៅតែបន្តបែបនេះយើងច្បាស់ជាដាច់ខ្យល់មិនខានទេអូនគិតថាពួកយើងផ្អាកការរកស៊ីសិនទៅបងមើលទៅបើនៅបន្តច្បាស់ជាកាន់តែខាតហើយយើងគួរតែឆ្លៀតពេលស្វែងរកឱកាសថ្មីប្រសើរជាងបងស្រេចទៅចិត្តអូនទេសំខាន់ឲ្យតែអូនសប្បាយចិត្តចុះអូនមានគម្រោងធ្វើអ្វីបន្តនេះព្រឹកបន្ទាប់នៅឯហាងកាហ្វេមួយកន្លែងរស្មីដែលជាមិត្តភក្តិរបស់ពិសីក៏បានដើរចូលមករកនាងសួស្ដីពិសីឯងនេះពិតជាគោរពពេលវេលាមែនមិនដែលឲ្យអ្នកណាចាំយូរសោះមែនណាមកពីផ្លូវថ្ងៃនេះរៀងស្រឡះហ្នឹងណាចុះណាអ្នកជំនាញវិទ្យុដែលឯងប្រាប់ថាពូកែណាស់នោះគាត់នៅឯណាវិញមិនអត់ឃើញអញ្ចឹងគឺគ្នាបានខលទៅគាត់ហើយគាត់ថាចិត្តមកដល់ហើយនោះគាត់មកដល់ល្មមជំរាបសួរបងតារាបាទជំរាបសួរអ្នកទាំងអស់គ្នានេះគឺពិសីជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំជំរាបសួរលោកបាទរីករាយណាស់ដែលបានស្គាល់តោះសូមអញ្ជើញបន្តពិសីបងតារាគឺជាសេដ្ឋីវ័យក្មេងម្នាក់ដែលជោគជ័យខ្លាំងណាស់លើវិថីវិច័យកវិទ្យាខ្ញុំស្គាល់គាត់តាមរយៈបងស្រីខ្ញុំដែលធ្លាប់ធ្វើការជាមួយគាត់កុំស្ដាប់រស្មីអួតពេកអីខ្ញុំគ្រាន់តែជាអ្នកវិនិយោគតូចតាចសាបម្នាក់ប៉ុណ្ណោះឯងបងតារាពួកយើងមកជួបបងថ្ងៃនេះគឺចង់សុំការណែនាំពីបងដោយតែបងបានដឹងស្រាប់ហើយសេដ្ឋកិច្ចឥឡូវនេះគឺយ៉ាប់យឺនខ្លាំងណាស់រកស៊ីអ្វីក៏មិនកាក់ក៏ប្រមាណដែរអញ្ចឹងតើបងមានយុទ្ធសាស្ត្រអ្វីល្អៗចែករំលែកដល់ពួកយើងទេអ្នកទាំងពីរត្រូវចាំថាក្នុងគ្រប់វិបត្តិគឺតែងតែមានឱកាសហើយគ្រប់បញ្ហាក៏តែងតែមានដំណោះស្រាយដូចគ្នាអញ្ចឹងខណៈដែលមនុស្សភាគច្រើនកំពុងភ័យខ្លាចមនុស្សឆ្លាតគេនឹងមើលឃើញផ្លូវកាប់លុយវិញលុយមិនដែលបាត់ទៅណានោះទេវាគ្រាន់តែផ្ទេរពីដៃមួយទៅដៃមួយទៀតប៉ុណ្ណោះសំខាន់គឺយើងត្រូវចេះប្រើលុយឲ្យធ្វើការជំនួសយើងកុំឲ្យយើងធ្វើការដើម្បីលុយខ្ញុំមានថ្ងៃនេះក៏ព្រោះតែខ្ញុំហ៊ានប្រថុយនឹងឱកាសថ្មីនេះឯងចុះពួកខ្ញុំគួរចាប់ផ្ដើមពីត្រង់ណាទៅបងដើម្បីឲ្យបានជោគជ័យដូចជាបងអញ្ចឹងមែនហើយបងជួយប្រាប់ពួកយើងផងដោយសារតែរស្មីជាមនុស្សដែលខ្ញុំទុកចិត្តអញ្ចឹងខ្ញុំនឹងបង្ហើបប្រាប់គម្រោងសម្ងាត់មួយនេះគឺជាគម្រោងកាក់ Digital អនាគតឬក៏ភាសាអង់គ្លេសយើងហៅថា The Future Coin វាជាប្រព័ន្ធរូបិយប័ណ្ណថ្មីដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញនៅឯបរទេសឥឡូវនេះវាកំពុងតែឡើងថ្លៃខ្លាំងណាស់នៅលើទីផ្សារអន្តរជាតិក៏ប៉ុន្តែនៅក្នុងស្រុកយើងមិនទាន់មានអ្នកដឹងច្រើននោះទេគម្រោងនេះបានបើកឲ្យវិនិយោគតែអ្នកមានកម្រិតខ្ពស់ប៉ុណ្ណោះតែបើអ្នកទាំងពីរចាប់អារម្មណ៍ខ្ញុំអាចនឹងចែកចំណាយភាគហ៊ុនរបស់ខ្ញុំខ្លះឲ្យបានប្រហែលត្រឹមម្នាក់ 5% អីហ្នឹងទៅព្រោះខ្ញុំក៏ចង់ជួយអ្នកទាំងពីរដូចគ្នាឱកាសនេះមានមិនយូរទេណានេះយាយចប់តារាក៏នាំពួកគេទៅកាន់ការិយាល័យដ៏ប្រណិតមួយដែលមានកុំព្យូទ័រទំនើបជាច្រើនកំពុងដាក់ដំណើរការនេះហើយគឺជាទីស្នាក់ការប្រតិបត្តិការរបស់យើងកុំព្យូទ័រទាំងនេះកំពុងជីកកាក់ Digital ជារៀងរាល់វិនាទីអ្នកទាំងពីរគ្រាន់តែដាក់លុយចូលហើយអង្គុយចាំទទួលតែប្រាក់ចំណេញជារៀងរាល់ខែដោយមិនចាំបាច់ធ្វើអ្វីទាំងអស់តើពិសីនិងរស្មីយល់យ៉ាងណាដែរតើនឹងចូលរួមជាមួយនឹងខ្ញុំឬក៏ទុកឲ្យឱកាសនេះកន្លងផុតទៅខ្ញុំចូលរួមផងបងខ្ញុំមិនចង់ក្រទេខ្ញុំក៏ចូលរួមដែរបងល្អណាស់ការសម្រេចចិត្តនេះ
គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវល្អណាស់អ្នកទាំងពីរពិតជាមានចក្ខុវិស័យមែនតោះអញ្ចឹងយើងទៅចុះកិច្ចសន្យានឹងទូទាត់ប្រាក់នៅបន្ទប់ខាងក្នុងតែម្ដងទៅ ពួកគេមិនទាន់តែនឹងបានចុះហត្ថលេខាលើកិច្ចសន្យាផងស្រាប់តែប៉ូលីសមួយក្រុមបានចូលមកដល់ សូមកុំកំរើកយើងជាសមត្ថកិច្ចបុកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាលោកសុកណារ៉ាលោកត្រូវបានចាប់ខ្លួនពីបទឆបោកប្រាក់តាមប្រព័ន្ធអនឡាញនិងលាងលុយកខ្វក់ ឈប់សិនមានការយល់ច្រឡំហើយលោកប៉ូលីស មិនបាច់ដោះសារទេយើងមានភស្តុតាងនិងសាក្សីគ្រប់គ្រាន់ហើយសូមលោកចូលរួមសហការជាមួយពួកយើង ភ្លាមនោះសមត្ថកិច្ចក៏បានវាយខ្នោះតារាហើយនាំខ្លួនគេចេញទៅទុកឲ្យពិសីនិងរស្មីឈរកាំងដោយក្តីតក់ស្លុតនិងហួសចិត្តជាទីបំផុតនៅក្នុងគ្រាដែលសេដ្ឋកិច្ចជួបវិបត្តិការចង់រកផ្លូវចេញនោះជារឿងធម្មតាទេប៉ុន្តែសូមចងចាំថាជនបោកប្រាស់តែងតែប្រើប្រាស់ភាពលោភលន់និងភាពអស់សង្ឃឹមរបស់យើងដើម្បីទាញយកផលប្រយោជន៍ហើយពួកគេមិនមែនដើររកមនុស្សល្ងង់ទេគឺពួកគេដើររកមនុស្សលោភលន់និងមនុស្សដែលកំពុងអស់សង្ឃឹមក្នុងមុខរបរប្រចាំថ្ងៃគ្មានផ្លូវកាត់ណាមួយនាំទៅរកភាពមានបានដោយមិនចាំបាច់ប្រឹងប្រែងនោះទេភាពជោគជ័យពិតប្រាកដកើតចេញពីការតស៊ូចំណេះដឹងនិងការប្រឹងប្រែងដោយសុចរិតព្រះយេស៊ូវក៏បានបង្រៀនយើងផងដែរថាចូលប្រយ័ត្នហើយខំជៀសចេញពីសេចក្តីលោភចេញត្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរណ៍ទេ